Shin Megami Tensei គឺជា series game JRPG មួយដែលល្បីអំពីភាពខ្មាំងងឹតហើយនឹងពាក់ព័ន្ធនឹងរឿងក្តីដែលគេចាត់ទុកថាមានព្រាយបិសាចនៅក្នុងនោះព្រោះហាក់ជាភាពខ្មាំងងឹតនឹងបានឆ្លងចូលពិភពលោកពិតយើងនៅពេលដែលមានរឿងក្តីព្រឺព្រួចមួយនៅលើ Tokyo ដែលវាស្តៀងនឹងរឿងក្តីនៅក្នុង Shin Megami Tensei Shin Megami Tensei ពេលចេញលក់នៅក្នុងឆ្នាំ92និយាយអំពីក្មេងប្រុសម្នាក់ដែលយកសពឃើញសហគមន៍សាសនាមួយដែលបូជាកាប់សាកសពនៅក្នុងសួនច្បារ Inokashira នៅពេលងើបពីគេងវិញក្មេងប្រុសក៏បានឃើញកន្លែងចូលសួនច្បារនឹងត្រូវបានសមត្ថកិច្ចបិទផ្លូវអាហ្នឹងគឺរឿងកើតឡើងនៅក្នុងហ្គេមទេប៉ុន្តែក្នុងឆ្នាំ94អារឿងក្តីហ្នឹងបានកើតឡើងក្នុងជីវិតពិតហ្មងនៅថ្ងៃទី23ខែ4បុគ្គលិកអនាម័យម្នាក់របស់សួនច្បារ Inokashira នោះគឺអាសួនច្បារនៅក្នុងហ្គេមហ្នឹងកំពុងតែដើរបោសសម្អាតតាមផ្លូវស្រាប់តែគាត់ឃើញអាថង់ប្លាស្ទិកមួយគាត់ស្មានហ្នឹងគ្រាន់អាសាច់ត្រីគេកាប់ចោលគាត់ក៏សម្រេចចិត្តស្រែកថង់ហ្នឹងចេញដើម្បីឲ្យឆ្មាក្នុងសួនច្បារហ្នឹងស៊ីប៉ុន្តែពេលស្រែកថង់ហ្នឹងចេញអ្វីដែលគាត់ឃើញនោះគឺជើងមនុស្សពេលសមត្ថកិច្ចចូលរួមស៊ើបអង្កេតពួកគាត់ក៏បានរកឃើញ27ចំណិតសាកសពរបស់មនុស្សនៅរីប៉ែក្នុងសួនច្បារប៉ុន្តែក្បាលដើមទ្រូងហើយនឹងប្រដាប់ភេទមិនបានរកឃើញទេរាល់ចំណុចនៅក្នុងរឿងក្តីហ្នឹងគឺវាដូចអារឿងក្តីនៅក្នុង Shin Megami Tensei តែហ្មងធ្វើឲ្យមនុស្សជាច្រើនគិតថាក្រែងលោមានសមាគមសាសនានៅក្រៅដូចក្នុងហ្គេមដែរឬក៏អ្នកខ្លះបែកជាងនឹងទៀតនិយាយថាហ្គេម Shin Megami Tensei ហ្នឹងយករបស់អបលាក់ចូលមកក្នុងខាងកណ្ដាលយើងតាំងពីចេញលក់ game Shin Megami Tensei Studio Game Atlus ចាប់ផ្ដើមមានទំនៀមទម្លាប់មួយនោះគឺទៅវត្តរាល់ឆ្នាំក្នុងរយៈពេលធ្វើ game Shin Megami Tensei 5ពួកគាត់ចាប់ផ្ដើមជួបបាតុភូតដែលពិបាកបកស្រាយលោក Kazuyuki Yamai បានចែកម្លែកថាកុំព្យូទ័រនៅក្នុង Studio Atlus ឧស្សាហ៍ខូចខុសពីប្រក្រតីក្នុងរយៈពេលធ្វើ game Shin Megami Tensei 5រឿងហ្នឹងវាមិនដែលកាត់ឡើងចំពោះ game ផ្សេងៗផងអញ្ចឹង Studio Game ក៏បានចាត់ទុកថាធ្វើ game ពីខ្មោចព្រាយច្រើនពេកល្មមទៅវត្តដែរនៅក្នុងឆ្នាំ2018 Atlus បានទៅវត្តមួយឈ្មោះថា Yoshiyaga Kimoshito នៅ Tokyo ដើម្បីបួងសួងឲ្យការផលិត Shin Megami Tensei 5បានរលូនហើយប្រហែលខាត់ពេលអស់2នាទីដើម្បីមើលវីដេអូអបប្រយោជន៍នេះ